ត្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេគឺនឹងពួកគ្រប់គ្រងពួកមានអំណាចនិងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរក្នុងនាមជាអ្នកជឿព្រះគ្រីស្ទអ្នកកំពុងតែរស់នៅក្នុងសង្គ្រាមខាងព្រលឹងវិញ្ញាណដែលខ្មាំងសត្រូវរបស់អ្នកកំពុងវាយប្រហារអ្នកដោយសម្ងាត់ពួកគេអាចលេចមកឯអ្នកក្នុងរូបភាពដ៏ស្លូតបូតនិងសុភាពដូចជាទេវតានៃពន្លឺប៉ុន្តែខាងក្នុងពេញដោយល្បិចការបោកប្រាស់និងគ្រោះថ្នាក់ដូច្នេះហើយបានជាសាវកប៉ូលប្រមានដល់អ្នកជឿទាំងអស់ឲ្យដឹងខ្លួននិងប្រុងប្រយ័ត្នខ្មាំងសត្រូវរបស់យើងដែលជាអរិយសាតាំងមិនងាយតម្កល់ដឹងដោយផ្នែកទេព្រមទាំងពេញដោយល្បិចគ្រប់ជំពូទោះជាយើងមិនមែនកំពុងច្បាំងជាមួយពួកវានឹងសាច់ឈាមតែយើងកំពុងច្បាំងជាមួយពួកវាខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ជារៀងរាល់ថ្ងៃហើយវាក៏ជាឥទ្ធិពលមកលើជីវិតខាងសាច់ឈាមរបស់យើងដែរយ៉ាងណាមិញដំណឹងល្អសម្រាប់យើងនោះគឺថាព្រះជាម្ចាស់បានប្រទាននូវគ្រប់គ្រឿងសឹកសព្វាវុធមកឲ្យយើងគ្រប់គ្នាដើម្បីច្បាំងជាមួយពិសេសជានេះទៅទៀតតាមរយៈព្រះគ្រីស្ទយើងមានជ័យជំនះរួចទៅហើយសាវកប៉ូលបានបង្រៀនយើងពីរបៀបច្បាំងដោយឈរលើជ័យជំនះគាត់បានទូន្មានដល់ពួកអ្នកជឿទាំងអស់ឈរមាំមុនឡើងក្នុងព្រះអង្គម្ចាស់ពិតណាស់យើងអាចស្វែងរកនិងទទួលបាននូវកម្លាំងក្នុងព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គនៅពេលដែលយើងពាក់គ្រប់គ្រឿងសឹករបស់ព្រះសាវកប៉ូលបានរៀបរាប់ឈ្មោះនៃគ្រឿងសឹកនីមួយៗរបស់ព្រះយើងត្រូវតែពាក់ខ្សែក្រវ៉ាត់នៃសេចក្តីពិតនៅចង្កេះនិងពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូងព្រមទាំងស្បែកជើងនៃដំណឹងល្អយកសេចក្តីជំនឿជាខែលសេចក្តីសង្គ្រោះជាមុខសឹកដាវនៃផងព្រះវិញ្ញាណដែលជាព្រះបន្ទូលនៃព្រះសាវកប៉ូលទូន្មានយើងចំនួន3ដងថាចូលឈរមុំឡើងជាចុងក្រោយគាត់បានជំរុញយើងឲ្យអធិដ្ឋានដោយព្រះវិញ្ញាណគ្រប់ពេលទាំងសម្រាប់ខ្លួនឯងនិងអ្នកដទៃរឿងសឹករបស់ព្រះទាំងអស់នេះនឹងជួយឲ្យយើងអាចតតាំងនៅឧបាយកលរបស់ខ្មាំងសត្រូវដែលពោពេញដោយល្បិចក្នុងពេលដែលយើងដើរដោយជំនឿមិនមែនដើរដោយមើលឃើញនោះទេ